គាត់សួរថាគាត់ថ្ងៃហ្នឹងគាត់សួរខ្ញុំថាចេះថាជីវិតខ្ញុំឯកាប៉ុណ្ណាហើយខ្ញុំក៏ឆ្លើយថាបើសួរថាជីវិតខ្ញុំឯកាហើយស្ងប់ស្ងាត់ប៉ុណ្ណាខ្ញុំប្រហែលជាឆ្លើយអត់ចាញ់ទេហើយក៏ខ្ញុំអត់ដឹងដែរហើយប្រហែលជាខ្ញុំត្រូវនិយាយថាបើសិនខ្ញុំនិយាយប្រាប់គេអត់ជឿទៀតវាចឹងហ៎រងថ្ងៃក្រៅពីធ្វើការគឺខ្ញុំអត់មានអីធ្វើផ្សេងទៀតទេព្រោះស្រឡាញ់គេតែគេអត់ស្រឡាញ់វិញវាចឹងហ៎ហើយក៏អត់ស្រឡាញ់ពីណាគេផ្សេងទៀតដែរព្រោះចិត្តអត់ព្រមបើកចំហររងថ្ងៃហ្នឹងពេលថ្ងៃធ្វើការសំលុយតិតគ្រាន់នឹងបានតិចតួចសរុបចាយម្ដងចឹងទៅទ្រីបអីចឹងទៅយប់ឡើងចូលដល់ក្នុងផ្ទះបាយរួចក៏ចូលក្នុងបន្ទប់សង្ងំបាត់ឈឹងពេលខ្លះវាពោពេញដោយភាពស្ងប់ស្ងាត់វាស្ងប់ស្ងាត់ចឹងទៅសូម្បីតែឆាតឬនិយាយទូរស័ព្ទមួយវិណាគេក៏ខ្ញុំអត់មានទេហើយវាប្រហែលជាគេលែងហៅថាឯកាយមកទៅខ្ញុំគិតថាជីវិតហ្នឹងវាអត់ឯកាទេចំពោះខ្ញុំគ្រាន់តែពេលខ្លះគិតឡើងវិញទៅមានអារម្មណ៍ថាជីវិតខ្លួនឯងហ្នឹងវារៀងស្ងប់ស្ងាត់ខ្លាំងថ្ងៃណាក៏ដូចថ្ងៃណាយប់ណាក៏ដូចយប់ណាអញ្ចឹងទៅវាទៅជាទម្លាប់បាត់ហើយហ្នឹង